ว่าhello សួស្តីបងប្អូនគ្នាចាមុននឹងគេចកសណាតាឥឡូវ Telephone មកដល់ផុជីឋានបាយ័នទេដែរបងប្អូនគ្នាចាដោយសារតែគេង off Facebook ទៅឃើញផុជីឋានបាយ័នគាត់ផុសមុខមនុយថ្មីប៉ុន្តែបងប្អូនគ្នាខាងផុជីឋានបាយ័នគឺគាត់ផុសមកធ្វើខ្ញុំឆ្ងល់ខ្លាំងមែនតើហ្មងគឺគាត់អាចទាជាហ្គេមមកមុខម្ហូបហ្នឹងគឺអត់ដឹងថាឈ្មោះអីទេឬក៏ធ្វើបែបម៉េចទេចង់ខ្ញុំឆ្ងល់ខ្លាំងពេកគឺខ្ញុំមកដល់ផុជីឋានផ្ទាល់ភ្លាមតែម្ដងហើយសម្រាប់วันนี้កណិកាមកផុជីឋានបាយ័នសាខាបឹងស្នោបងប្អូនគ្នានិយាយពីថាកណិកាចង់ដឹងខ្លាំងមែនតើប៉ុន្តែឥឡូវនេះគឺបានដឹងហើយថាមុខមនុយថ្មីរបស់ភោជនីយដ្ឋានបាយ័នគឺជាអីគេមុខមនុយថ្មីទី1របស់ភោជនីយដ្ឋានបាយ័នណាគឺជាបាយឆាថៃងាបងប្អូនគ្នាអូ my god តំណងខ្លាំងមែនតើហ្មងមានគ្រប់សពជាពិសេសមានទាំងទឹកស៊ុបទៀតសម្រាប់មុខម្ហូបមុខនេះគឺពិតជាតំណងខ្លាំងមែនតើបងប្អូនគ្នាជាពិសេសដាក់បំបត្តិដបងមកគឺខ្ញុំមានអារម្មណ៍ថាប្លែកអត់ដែលជួបជាមួយនឹងរសជាតិហ្នឹងឯងជាពិសេសរសជាតិគេគឺលេខ1ហ្មងបងប្អូនគ្នាឆ្ងាញ់ខ្លាំងមែនតើហ្មងហើយមានគ្រប់សពរសជាតិបាយឆាជាមួយថៃងៀតនេះគឺចាប់ជាតិខ្លាំងមែនតើបងប្អូនគ្នាជាមួយនឹងថៃងៀតវិញគឺគេធ្វើមកឡើងដូចសាច់ផាច់ឡើងតុនគឺឆ្ងាញ់ខ្លាំងមែនតើបងប្អូនគ្នាហើយគេមានជាមួយនឹងអាឡឹកម្នាស់ម្ទេសស្វាយអីទៀតមកចាប់ជាតិគ្នាខ្លាំងមែនតើហើយបងប្អូនគ្នាពេលដែលខ្ញុំញ៉ាំអាហារនៅភោជនីយដ្ឋានបាយ័នគឺខ្ញុំអត់ដាល់ភ្លេចជាមួយនឹង Muli Fresh ទេ Muli Fresh ញ៉ាំហើយមានរាប់ថា fresh ហើយឆ្ងាញ់លេខ1ហ្មងឥឡូវនេះគឺយើងចូលមកដល់មុខមនុយថ្មីទី2របស់យើងវិញបងប្អូនគ្នានេះគឺជាកង្កែបបំពងប៉ារ៉ាអូយបងប្អូនគ្នាដែលលឺមែនកង្កែបបំពងប៉ារ៉ានេះគឺគេបំពងទាំងស្បែកហ្មងបងប្អូនគ្នាឃើញខាងភោជនីយដ្ឋានបាយ័នគាត់ផុសជាមួយនឹងកង្កែបមួយជាមួយនឹងតាហ៊ានអត់នេះហើយគឺជាកង្កែបបំពងប៉ារ៉ាកណិកាឆ្លប់តែញ៉ាំកែបដែលគេបកស្បែករួចដែលគេយកទៅអាំងឬមួយក៏យកទៅធ្វើឆាអីចឹងបងប្អូនគ្នាប៉ុន្តែនេះគេបំពងទាំងស្បែកប៉ុន្តែស្រួយខ្លាំងមែនតើខាងភោជនីយដ្ឋានបាយ័នគាត់ធ្វើកង្កែបនេះមកមានអារម្មណ៍ថារសជាតិដិតឆ្ងាញ់ស្រួយទៅគឺឆ្ងាញ់ខ្លាំងមែនតើបងប្អូនគ្នាដាក់ញ៉ាំជាមួយបាយឬក៏យកតែក្លែមអីគឺត្រូវហ្មងចាបងប្អូនគ្នានិយាយទៅមុខមនុយថ្មីរបស់ខាងភោជនីយដ្ឋានបាយ័នណាកណិកាពេញចិត្តទាំងអស់តែម្ដងមើលញ៉ាំរហូតញ៉ាំនឹងញាប់មាត់ហ្មងបងប្អូនគ្នាចាំមើលថ្ងៃហ្នឹងបន្ទាប់ពីញ៉ាំស្អែកហើយមានកម្លាំងខ្ញុំនឹងទៅស្និទ្ធស្នាលជាមួយបងប្អូនដែលនៅភោជនីយដ្ឋានបាយ័នទាំងអស់គ្នាធ្វើការនៅបាច់សាខាដែរហើយពុំបានធ្វើការនៅបាច់រយៈពេលប្រហែលឆ្នាំឬប្រហែលខែដែរខ្ញុំធ្វើការនៅសាខាបាច់មកទីមកបាច់មកទី1ហើយរយៈពេលដែលខ្ញុំធ្វើការបានខ្ញុំគណៈបាទមួយឆ្នាំចង់សុំថានៅបាយ័នភោជនីយដ្ឋានបាយ័នទៅไปប្រាំងអាហារណាដែលលោកដាច់ជំនាញបាទខ្ញុំតែខាងទៅទៀតគឺទៅហើយឆ្នាំតែអូខេបាទផ្នែកបាយគឺបាយខែណាចុះបើសិនជាពេលថ្ងៃគេថ្ងៃមកដល់ចាំថាថ្ងៃលោកដាច់គឺកោវ៉ាវអូខេកកស្រឡងខ្មែរអូខេ